ក្រុមសិស្សអស់ហូសានកំពុងរៀបចំអីវ៉ាន់ដើម្បីត្រៀមចាកចេញពីទឹកដីយូណានចូលកលស៊ូទៅកាន់អ្នកផ្សេងទៀតតើអ្នកទាំងអស់គ្នារៀបចំអីវ៉ាន់រួចរាល់ហើយឬនៅបាយឆាន់ឆ្លើយតបទាំងទឹកមុខស្ងប់ស្ងាត់គ្មានអ្វីត្រូវរៀបចំច្រើនទេអីវ៉ាន់ទាំងអស់ដាក់ចូលក្នុងសាកកាដូអស់ហើយលើកលែងតែថង់ស្មៅអធិរាជមួយការុងប៉ុណ្ណោះគ្រានោះក្រសែភ្នែករបស់អ្នកទាំងអស់គ្នាក៏សម្លឹងឆ្ពោះទៅកាន់ជុំមយងដែលកំពុងអោបការុងស្មៅអធិរាជយ៉ាងស្អិតរមួតទឹកមុខរបស់គេប្រែជាកាចសាហាវខ្សែភ្នែកសម្លក់សម្លឹងចុះឡើងដោយសត្វព្រៃហៀបនិងត្របាក់ចំណីព្រមទាំងគំរាមទាំងកំហឹងខ្ញុំនឹងហែកអ្នកឯងជាចំណែកយន្តចុងដែលឈរមើលក៏ហួសចិត្តនឹងទង្វើរបស់គេដោយនិយាយឡើងគេប្រាប់ថាវាសំខាន់ជាងជីវិតពួកយើងទៅទៀតហើយប្រាប់អ្នកទាំងអស់គ្នាឲ្យនៅឆ្ងាយពីវាបើមិនចឹងទេគេនឹងខំមិនខានគួរឲ្យស្រឡាញ់ណាស់ចូលក៏ប្រញាប់ហាមឃាត់ភ្លាមព្រោះខ្លាចជុំមយងគិតថានាងនិយាយមែនតែនកុំនិយាយបែបនេះសូម្បីតែជាការលេងសើចក៏ដោយគេនឹងគិតថាអ្នកនិយាយមែនតែនមិនខានបាយឆនក៏បញ្ជាក់បន្ថែមពីគោលដៅបន្ទាប់យើងមិនគួរពន្យាពេលទេយើងនឹងទៅកំណប់លាម្ចាស់វិមានសត្វឲ្យបានត្រឹមត្រូវសិនមុននឹងចេញដំណើរលោកបានផ្ដល់សេចក្តីសប្បុរសដល់ពួកយើងច្រើនណាស់ដូច្នេះយើងត្រូវតែលាឲ្យបានត្រឹមត្រូវយើងគួរតែធ្វើបែបនេះយ៉ាងណាមិញគាត់កំពុងតែចាប់ស្មៅអធិរាជធ្វើជាចំណាប់ខ្មាំងដែរគិតកាន់តែច្រើនគាត់កាន់តែមើលទៅឆ្លាតវៃវាមិនស៊ីគ្នានឹងរូបរាងរបស់គាត់សោះមិននឹកស្មានសោះថាគាត់ប្រើប្រាស់ស្មៅអធិរាជដែលគ្មានតម្លៃអ្វីសោះសម្រាប់ពួកគេយកមកកសាងចំណងមេត្រីភាពយូរអង្វែងជាមួយប៉ាហូសានយើងសោះប៉ុន្តែនេះក៏ជាជ័យជំនះសម្រាប់យើងដែរព្រោះយើងបានធានានៅអ្នកគុតគង់ម្នាក់ខណៈនោះជូហ្គលក៏ដើរចូលមកក្បែរជុំមយងដើម្បីសុំពិភាក្សាគ្រាន់តែឃើញគេចូលមកជិតជុំមយងស្ទុះអោបការុងស្មៅអធិរាជជាប់ទាញចេញឲ្យឆ្ងាយទាំងទឹកមុខភ័យស្លន់ស្លោនិងស្រែកឡើងខ្ញុំមិនមែនចង់លួចវាទេខ្ញុំក៏មកពីប៉ាហូសានដែរជូហ្គលបញ្ញាបដិសេធកុំឲ្យគេយល់ច្រឡំជុំមយងខ្ញុំមានរឿងខ្លះចង់ពិភាក្សាជាមួយឯងមួយផ្លេតហេតុអីយើងត្រូវធ្វើបែបនោះទេគិតឲ្យបានដិតដល់ទៅមើលយើងមិនបានបិទផ្លូវជួញដូរទៅកាន់យូណានឬហាមឃាត់ពួកគេមិនឲ្យទៅនោះទេបើពួកគេបដិសេធមិនធ្វើហេតុអីត្រូវជាយើងដែលជាអ្នកទៅបញ្ចុះបញ្ចូលពួកគេទៅវិញជូហ្គលប្រឹងប្រែងបញ្យល់ដោយសម្ដីរអាក់រអួលមានហេតុផលជាច្រើនជុំមយងកាត់សម្ដីយ៉ាងលឿនតើឯងនឹងនិយាយពីមនុស្សអត់ឃ្លាតម្ដងទៀតមែនទេខ្ញុំប្រាប់ឯងហើយថានេះមិនមែនជារឿងរបស់យើងទេពិតណាស់ខ្ញុំមានអារម្មណ៍អាណិតពួកគេប៉ុន្តែមានរឿងខ្លះដែលយើងអាចធ្វើបាននិងរឿងខ្លះដែលយើងមិនអាចធ្វើបានជូហ្គលឆ្លើយតបដោយអន្ទះសារវាមិនមែនដោយសារហេតុផលនោះតែមួយមុខទេវាចំណេញលុយដូច្នេះនិយាយឲ្យខ្លីទៅដោយសារប្រជាជនយូណានកំពុងអត់ឃ្លានបើយើងទិញស្បៀងហើយយកមកដោះដូរជាមួយតែរបស់ពួកគេដើម្បីយកទៅលក់នោះយើងនឹងអាចរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់មែនទេជូហ្គលញើសហូរស្រក់កាត់ថ្ពាល់រួចបន្តទាំងត្រដាបត្រដួសមែនហើយពិតណាស់ឥឡូវនេះមានការធ្វើពាណិជ្ជកម្មខ្នាតតូចប៉ុន្តែការផ្គត់ផ្គង់គឺមិនគ្រប់គ្រាន់ទាល់តែសោះដូច្នេះបើយើងអាចទទួលបានសិទ្ធិជួញដូរតែសម្រាប់យូណានយើងនឹងអាចរកប្រាក់បានច្រើនដោយសភាពាណិជ្ជកម្មធំទាំង10នៅតំបន់កណ្ដាលចឹងដែរជុំមយងនិយាយកាត់ដោយទឹកមុខស្មើហើយដោយសារតែគ្រួសាររបស់ឯងអាចធ្វើជាតំណាងចែកចាយនេះប្រៀបដូចជាសម្លាប់សត្វពីរដោយថ្មម្ដុំចឹងតើនេះជាអ្វីដែលឯងចង់និយាយមែនទេតើឯងគិតថាយើងដឹងរឿងនឹងរួចហើយមែនទេតើឯងចាត់ទុកយើងជាមនុស្សល្ងងឬយ៉ាងណាជុំមយងបញ្យល់ដោយទឹកមុខមើងម៉ាត់បំផុតថាយើងយល់ពីអ្វីដែលឯងកំពុងគិតប៉ុន្តែឯងមើលឃើញតែសម្បកក្រៅហើយមើលមិនឃើញរូបភាពរួមនោះទេជាបឋមអ្វីដែលសំខាន់សម្រាប់យើងមិនមែនជាការរកលុយនៅយូណានទេតែជាការរក្សាទំនាក់ទំនងល្អជាមួយវិមានសត្វមិនចាំបាច់បង្ខំធ្វើរឿងដែលពួកគេស្អប់នោះឡើយទោះបីជាយើងគិតថាវាល្អសម្រាប់ពួកគេក៏ដោយលុយពិតណាស់វាសំខាន់មែនប៉ុន្តែនៅលើលោកនេះមានរឿងជាច្រើនទៀតដែលត្រូវផ្ដល់អាទិភាពជាងនេះយន្តចុងលន់មាត់ក្នុងចិត្តដោយក្តីស្ញប់ស្ញែងអ្នកឯងធ្លាប់ប្រាប់ថាគេនឹងឈួតហើយលូតផ្លោះនៅពេលលើពីលុយអ្នកឯងក៏គិតបែបនោះដែរតើនរណានឹងនឹកស្មានថាពាក្យទាំងនេះចេញពីមាត់របស់មនុស្សមុខលុយបែបនេះសោះជុំមយងបន្តដេញជូហ្គលយ៉ាងណាក៏ដោយបោះបង់គំនិតឥតប្រយោជន៍ទាំងនោះចោលទៅហើយប្រញាប់ទៅរៀបចំអីវ៉ាន់ឲ្យហើយទៅប៉ុន្តែជូហ្គលមិនព្រមចុះចាញ់គាត់ព្យាយាមអង្វរតើឯងមិនអាចសាកល្បងលើកយករឿងនេះមកនិយាយសូម្បីតែម្ដងបានទេជុំមយងសួរតបដោយការងឿងឆ្ងល់តើឯងមិនលើកខ្ញុំទេឬខ្ញុំនិយាយថាទេគាត់អាចនឹងស្ដាប់ប្រសិនបើជាឯងម្ចាស់វិមានសត្វឲ្យតម្លៃឯងខ្លាំងណាស់ហេតុផលដែលវិមានសត្វបិទការជួញដូរតែគឺដោយសារតែពួកគេមិនចូលចិត្តអ្នកតំបន់កណ្ដាលប៉ុន្តែប្រសិនបើជាឯងដែលពួកគេពិតជាគោរពទោះបីជាឯងមកពីប្រភពណាក៏ដោយចេញមុខរៀបចំនោះវាអាចនឹងបញ្ចប់ទៅដោយល្អសម្រាប់ទាំងតំបន់កណ្ដាលនិងយូណានជុំមយងវាជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាជុំមយងឈប់ងក់ក្បាលរួចយល់ព្រមបានហើយខ្ញុំនឹងលើកយករឿងនេះមកនិយាយប៉ុន្តែត្រឹមតែប៉ុណ្្នឹងទេប៉ុន្តែមានរឿងមួយដែលពួកឯងត្រូវចេញទៅរៀបចំជូហ្គលសួរដោយឆ្ងល់រៀបចំជំនុំញញឹមដោយមានគម្រោងក្នុងចិត្តគ្មានអ្វីធំដុំទេគ្រាន់តែជាសម្លៀកបំពាក់មួយឈុតដែលអាចធ្វើឲ្យការចរចាប្រព្រឹត្តទៅបានរលូនជាងមុនបន្តិចប៉ុណ្ណោះកាត់មកក្នុងបន្ទប់ជុំមយងកំពុងតែស្លៀកពាក់យ៉ាងយកចិត្តទុកដាក់គេរៀបចំចងខ្សែអាវនិងសិតសក់យ៉ាងស្អាតបាតខ្ញុំពាក់វាបែបនេះហើយចងវាបែបនេះតើមែនទេបែកឆនខ្សែចងក្បាលវីរៈបុរសខ្ញុំខ្ចីវាសិនហើយយល់ព្រមទេសំឡេងអ្នកបម្រើហៅពីខាងក្រៅទ្វារតើអ្នកនៅខាងក្នុងទេម្ចាស់វិមានសត្វកំពុងរកអ្នកហើយតើវិសេសជុំមយងតបដោយភាពរីករាយពេលវេលាល្អណាស់ចាំមកផ្លែតបន្ទាប់ពីរៀបចំខ្លួនរួចរាល់ជុំមយងទាញទ្វារបើកចេញមកក្រៅដោយភាពជឿជាក់និងពោលឡើងតើយើងទៅគេប្រើប្រាស់ពួកយើងស្ទើរស្លាប់ដើម្បីធ្វើអាវនេះឲ្យទាន់ពេលហើយសូម្បីតែពាក្យអរគុណមួយម៉ាត់ក៏គ្មានដែរពិតជាក្មេងរមើលគុណមែនពេលត្រឡប់ទៅតំបន់កណ្ដាលវិញរឿងនេះត្រូវតែជាការសម្ងាត់ដាច់ខាត
បើត្រកូលជេហ្គោលដឹងរឿងនេះពួកគេច្បាស់ជាតាមដេញកាប់ពួកយើងមិនខានអ្នកបម្រើក៏នាំជុងមយងដើរចូលទៅកាន់បន្ទប់របស់ម្ចាស់វិមានសត្វរួចរាយការណ៍ប្រាប់នៅមុខទ្វារលោកម្ចាស់ខ្ញុំបាននាំតាវសិស្សជុងមយងមកដល់ហើយម្ចាស់វិមានសត្វស្វាគមន៍ដោយការកោតសរសើរឯងមកដល់ហើយឬឯងមើលទៅដូចជាអ្នកប្រាជ្ញពិតៗនៅក្នុងឈុតនោះជុងមយងញញឹមនឹងតបវិញដោយភាពក្រអឺតក្រទមបន្តិចខ្ញុំខំប្រឹងរៀបចំខ្លួនបន្តិចដែរបើលោកនឹងទៅចរចានៅយូណានលោកត្រូវតែស្លៀកពាក់ឲ្យស័ក្តិសមម្ចាស់វិមានសត្វក៏ប្រាប់ពីគោលបំណងនៃការហៅជួបខ្ញុំហៅឯងមកព្រោះខ្ញុំមានរឿងចង់និយាយជុំមយងរុញដៃអញ្ជើញបាទសូមលោកនិយាយមុនចុះម្ចាស់វិមានសត្វធ្វើទឹកមុខរៀងអៀនព្រានបន្តិចញើសហូរស្រក់កាត់ថ្ពាល់ហើយរៀបរាប់វាហាក់ដូចជារអៀសខ្លួនបន្តិចសម្រាប់ខ្ញុំក្នុងការនិយាយបែបនេះដោយខ្លួនឯងប៉ុន្តែក្នុងអំឡុងពេលដែលឯងស្នាក់នៅទីនេះវិមានសត្វបានផ្ដល់ភាពងាយស្រួលជាច្រើនដល់បកហូសានតើមែនទេជុំមយងងក់ក្បាលទទួលស្គាល់ពិតមែនហើយពួកយើងពិតជាដឹងគុណខ្លាំងណាស់ម្ចាស់វិមានសត្វបន្តដោយភាពស្ទាក់ស្ទើរខ្ញុំមិនមែននិយាយបែបនេះដោយសារតែរឿងនោះទេតាមពិតទៅខ្ញុំមានសំណុំពរមួយជុំមយងសួរបញ្ជាក់សំណុំពរមួយម្ចាស់វិមានសត្វបញ្ជាក់បន្ថែមនេះគឺជាសំណូមពរពីវិមានសត្វទៅកាន់បហូសាននិងពីខ្ញុំផ្ទាល់ដែលជាម្ចាស់វិមានសត្វមេងសូជុំមយងសួរកាត់ដោយការសង្ស័យបន្តិចចាំមួយផ្លែតម្ចាស់វិមានសត្វឈ្មោះរបស់លោកមេងសូគឺម្ចាស់វិមានសត្វឆ្លើយតបយ៉ាងប្រកបប្រជាពិតមែនហើយពេលខ្ញុំកើតមកខ្ញុំមានរូបរាងតូចល្អិតខ្លាំងណាស់ទើបឪពុកខ្ញុំដាក់ឈ្មោះនេះឲ្យខ្ញុំជុំមយងលួចគិតក្នុងចិត្តទាំងហួសចិត្តពីរូបរាងដ៏ធំសម្បើមរបស់គាត់ធៀបនឹងអត្ថន័យនៃឈ្មោះនេះម្ចាស់វិមានសត្វដែលមានន័យថាសត្វតូចតើកាលពីក្មេងគាត់ញ៉ាំពោះឈាមស្រកាខ្មៅជាអាហារទារកឬយ៉ាងណាបន្ទាប់ពីកែសម្រួលអរិយាបថរួចម្ចាស់វិមានសត្វក៏បញ្ជាក់ពីសារៈសំខាន់នៃសំណើរបស់លោកយ៉ាងណាក៏ដោយនេះក៏ជាសំណូមពរពីខ្ញុំម្ចាស់វិមានសត្វទៅកាន់ឯងតាវសិស្សជុំមយងនៃបកហូសានជុំមយងសម្លឹងមើលដោយទឹកមុខតានតឹងនិងលួចបារម្ភក្នុងចិត្តថាបើគាត់ដល់ថ្នាក់រៀបចំរឹកពាក្យបែបនេះទៅហើយតើវាមានន័យថាជារឿងធ្ងន់ធ្ងរមែនទេបើអញ្ចឹងមែនខ្ញុំគ្មានជំរឿអ្វីក្រៅពីយកចិត្តទុកដាក់ឲ្យមែនតែនោះទេចាំសិនតើនេះមានន័យថាខ្ញុំនឹងមិនមានឱកាសលើកយករឿងជួញដូរតែមកនិយាយទេឬតើខ្ញុំគួរតែនិយាយមុនឬជុំមយងក៏តបទៅម្ចាស់វិមានសត្វទាំងអន្ទះសារសូមអញ្ជើញនិយាយចុះម្ចាស់វិមានសត្វនិយាយទាំងរដារដប់និងអល់ឯកខ្ញុំដឹងថាវាជាសំណុំពរដ៏លំបាកមួយប៉ុន្តែរឿងនោះគឺតើបកហូសានអាចចេញមុខជួយរៀបចំការជួញដូរតែជាមួយយូណានបានដែរឬទេគ្រាន់តែលើប្រយោគនេះភ្លាមជុំមយងស្ងាត់មាត់ជ្រាបសួរតបដោយភាពស្រឡាំងកាំងនិងសូមឲ្យម្ចាស់វិមានសត្វនិយាយរឿងនេះម្ដងទៀតគេពោលឡើងទាំងមិនជឿត្រចៀកខ្លួនឯងតើលោកនិយាយថាអីម្ចាស់វិមានសត្វប្រញាប់កែសម្រួលដោយពាក្យសម្ដីរអាក់រអួលទេខ្ញុំចង់មានន័យថាខ្ញុំដឹងថាវាជាសំណុំពរដ៏លំបាកមួយប៉ុន្តែខ្ញុំសូមអង្វរឯងវាត្រូវតែជាបកហូសាននោះហើយជាសំណុំពរដែលខ្ញុំត្រូវសុំគេលួចគិតក្នុងចិត្តទាំងភ័ន្តភាំងថាលោកចង់ឲ្យពួកយើងធ្វើការជួញដូរតែបកហូសានចាំសិនហេតុអីគាត់ធ្វើខ្លួនបែបនេះគេបានត្រឹមតែគិតក្នុងចិត្តទាំងវង្វេងវង្វាន់ថាតើម៉េចបានជារឿងរ៉ាវคล้ายទៅជាបែបនេះទៅវិញ